ก็ធ្វើការនៅក្នុងហាងរបស់ដានីដែរដែលនាងបានលើកហេតុផលមកថាដោយសារតែមករយៈនេះនាងគឺមានអារម្មណ៍មិនល្អអញ្ចឹងហើយនាងគឺចង់ទទួលជាមួយនឹងបទពិសោធន៍ផាថែមខ្លះបន្ទាប់មកដានីគាត់ក៏បានលើកជាមួយនឹងម្ហូបឲ្យទៅកាន់វីវីហើយនឹងហេនីតាដើម្បីឲ្យនាងបានភ្លក់ចំណែកហេនីតានៅពេលដែលនាងបានឃើញសាច់បង្កងនាងក៏បានសរសើរទៅកាន់ដានីថាគាត់នឹងធ្វើបានល្អប៉ុន្តែតាមពិតទៅវាគ្រាន់តែជាលេខកិច្ចវេះតែប៉ុណ្ណោះហើយដានីគាត់ក៏មិនមែនជាមនុស្សល្ងងដូចគ្នាដែលគាត់បាននិយាយទៅកាន់នាងថាកុំទៀមពេកលុយគាត់នឹងការសងហើយនាងក៏នៅតែរលេះដដែលដែលបាននិយាយទៅកាន់ដានីថាចាំនាងស្វែងរកការងារធ្វើដានីគាត់ក៏ថាគឺគាត់ទុកពេលឲ្យប៉ុន្តែបើសិនជានៅតែបន្តធ្វើវាពេកគាត់គឺមិនឲ្យនាងនៅទីនេះទេនៅពេលដែលដានីគាត់កំពុងតែលេងផ្ទះសុកស្រាប់តែគាត់នឹងគឺធ្លាក់ផ្ទះពីដៃតែម្ដងហើយគាត់ក៏បាននិយាយទៅកាន់វីវីថាតែថ្ងៃក្រោយនឹងវីវីគឺតនេរីអត់បើថាតនេនឹងមកតូបគាត់មកចាំគាត់នឹងឲ្យដំបូងមានខ្លះនៅពេលដែលលើបែបនេះហានីតានេះក៏បាននិយាយថាឲ្យចោលអូនដានីគាត់ក៏ថាមិនបាច់មកទេសាច់យើងក៏បានកាន់មកកាន់ពេលយប់នៅពេលនេះហានីតានាងគឺមិនដឹងធ្វើយ៉ាងម៉េចទេដើម្បីឲ្យដានីចូលចិត្តមកកាន់នាងដោយសារតាណាមួយនាងគឺមិនតាន់អាចរលួយបានហើយអ្វីដែលនាងចង់បាននាងគឺចង់ឲ្យដានីຕົកចិត្តមកលើនាងប៉ុន្តែទោះជាខំប្រឹងគិតយ៉ាងណាក៏នៅតែគិតមិនចេញសាច់យើងក៏បានកាន់មកកាន់ថ្ងៃស្អែកនៅពេលនេះដានីគាត់ក៏បានយកជាមួយនឹងរឿងដែលគាត់លាក់ក្នុងចិត្តប្រាប់ទៅកាន់វីវីផងដែរតែតាមពិតទៅវាមិនមែនជាដំបូងមានអីទេដោយសារតែគាត់នៅពេលនេះកំពុងតែបារម្ភទៅកាន់មេតានីដោយសាររយៈពេលថ្មីនេះនាងគឺចេញទៅក្រៅញាក់ខ្លាំងមែនតើអញ្ចឹងហើយគឺគាត់គិតថាប្រហែលជានាងមានសង្សារហើយមើលទៅវីនាងក៏ថាប្រហែលជាមិត្តភក្តិតែដឹងហើយបើសិនជាចង់ដឹងហេតុអ្វីបានជាដានីគឺមិនសួរនាងដានីគាត់ក៏បាននិយាយថាដោយសារតែវាគឺជារឿងរបស់ក្មេងៗអញ្ចឹងហើយគាត់គឺមិនចង់សួរឡើយហើយដានីគាត់ក៏បាននិយាយថាទោះបីជាមានរឿងអ្វីក៏ដោយគាត់គឺមិនឲ្យមេតានីមានសង្សារនោះទេបន្តមកមេតានីនេះក៏បានកេះមកកាន់ដានីរួចក៏បានសួរទៅកាន់គាត់ថាគាត់កំពុងតែនិយាយពីអីវីនេះក៏បានកុហកទៅកាន់មេតានីថានាងទៅតែសួរដានីអំពីរបៀប